តើការឈឺចាប់និងសេចក្តីទុក្ខមានភាពខុសគ្នាយ៉ាងណាមនុស្សម្នាក់ៗតែងតែមានសេចក្តីឈឺចាប់និងសេចក្តីទុក្ខក្នុងជីវិតដោយជាមិនផុតឡើយមានជីវិតគឺមានការឈឺចាប់និងមានសេចក្តីទុក្ខប៉ុន្តែតើការឈឺចាប់និងសេចក្តីទុក្ខមានភាពខុសគ្នាយ៉ាងណាព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថានៅពេលអ្នកត្រូវនឹងក្របព្រួញនោះគឺជាលទ្ធផលនៃសេចក្តីឈឺចាប់ប៉ុន្តែក្របព្រួញទី2គឺជាការឆ្លើយតបរបស់អ្នកទៅកាន់ក្របព្រួញទី1ដូចជាការខឹងការចងគំនុំនិងការសងសឹកនេះហើយគឺជាសេចក្តីទុក្ខការរត់ជាមួយបច្ចុប្បន្នកាលធ្វើឲ្យសេចក្តីឈឺចាប់ជាសះស្បើយការរស់នៅដោយសេចក្តីសុខនៃសេចក្តីផ្លូវចិត្តធ្វើឲ្យអ្នកមានសេចក្តីសុខពិតប្រាកដការឈឺចាប់ធ្វើឲ្យអ្នកវង្វេងដោយសារតែការគិតនិងការជាប់កង្វល់ទៅនឹងការឈឺចាប់ដែលនេះហើយគឺជាសេចក្តីទុក្ខសេចក្តីទុក្ខគឺការជាប់ជំពាក់ទៅនឹងរឿងរ៉ាវដែលកើតឡើងចំពោះអ្នកតាមព្រះពុទ្ធសាសនាសេចក្តីទុក្ខបាត់បង់នៅពេលអ្នកគ្មានចិត្តជាប់ជំពាក់ខ្លាំងការបញ្ចប់នៃសេចក្តីទុក្ខនៅពេលអ្នកមិនជាប់ជំពាក់ទៅនឹងអ្វីទាំងអស់តាមរយៈការលះបង់ចំណងការចង់បាននិព្វានគឺជាសេរីភាពមិនជាប់ជំពាក់ទៅនឹងសេចក្តីព្រួយបារម្ភភាពភ័យខ្លាចឬបញ្ហាអ្វីទាំងអស់សូមចុច Like Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត